បាទគ្រប់ជ្រាបសួរបងបាទថ្ងៃនេះខ្ញុំសូមធ្វើវីដេអូផ្ញើជូនបងមើលបន្តិចបាទពាក់ព័ន្ធទៅនឹងគុជឃ្មុំដែលបងសួរបងអូនពីថ្ងៃមិញថាសាច់លោកដូចរៀងល្អប្លែកពីអង្គដែលអង្គទូចនោះរៀងខ្មៅហើយអង្គរៀងដូចកាក់នោះក៏រៀងឡងល្អដែរដោយសារអង្គទូចនៅធម្មជាតិចាបងបាទហើយមួយអង្គដែលរៀងវែងរៀងទូចហ្នឹងគឺខ្ញុំបានសម្អាតគាត់ខ្ញុំបានយកกระดาษខាត់ទៅខាត់ទៅឲ្យឡងរៀងពីកាលណាបោះស្ទាបទៅរៀងល្អអញ្ចឹងឯងបងបាទហើយកាលណាដែលខ្ញុំខាត់ទៅដល់ពេលអញ្ចឹងនេះអានេះខ្ញុំបានសម្អាតឯនេះបានខ្ញុំសម្អាតយកกระดาษខាត់បោះគៀងហ្នឹងណាបោះអញ្ចឹងទៅដល់ពេលបងដែលរបស់ដែលខ្ញុំផ្ញើបងរៀងទូចវែងហ្នឹងគឺការយើងកាន់ទៅរៀងល្អឡងណាបងបាទរៀងឡងហើយអង្គដែលខ្ញុំផ្ញើបងដូចអង្គនេះអញ្ចឹងខ្ញុំខាត់ខ្ញុំបានបោះសម្អាតតិចអញ្ចឹងណាប៉ុន្តែគឺជាគុជឃ្មុំ 100% គឺសាច់ដូចគ្នាអញ្ចឹងបើឃើញនេះសាច់ក្រហមខាងក្នុងក្រហមអញ្ចឹងមកក្រហមកម្ៅរបៀបខ្លឹម7បងរបៀបខ្លឹម7តែសាច់លោកម៉ត់ហើយពេលកាលណាយើងខាត់ទៅរៀងល្អឡងអញ្ចឹងមួយអង្គដែលខ្ញុំផ្ញើជូនមករៀងវែងទូចដូចម្រាមដៃហ្នឹងគឺសាច់លោកអញ្ចឹងឯងតែដោយសារងាយមិញខ្ញុំមកបានតបជាមួយបងដោយសារខ្ញុំរវល់ចាំបាច់ទៅយកក្មួយនៅពលានហើយក្មួយមានបញ្ហានៅស្រុកកូរ៉េហ្នឹងក៏មានបញ្ហាគេបញ្ជូនមកវិញហើយយកក្មួយទៅពេទ្យទៅបានតបមួយបងទេខ្ញុំនៅតតែម៉ោង11យប់បានមកដល់ផ្ទះហើយបានតបមួយបងហើយចង់បញ្ជាក់ប្រាប់បងថាកាពិតគឺគុជឃ្មុំទេដោយសារខ្ញុំយកกระดาษខាត់ទៅសម្អាតឲ្យឡងឲ្យរៀងវានៅជាប់ដៃពេកនៅជាប់ដៃច្រើនអញ្ចឹងខ្ញុំក៏យកกระดาษខាត់ហ្នឹងដោះលុញតិចហ្នឹងទៅក៏រៀងឡងល្អអញ្ចឹងទៅខុសប្លែកពីគេរៀងខុសប្លែកពីគេអញ្ចឹងណាបងប៉ុន្តែការពិតគឺគុជឃ្មុំ 100% ខ្ញុំចង់ជម្រាបជូនបងអញ្ចឹងណាបាទហើយកុំឲ្យសង្ស័យថាមិនមែនគុជឃ្មុំមែនអីគឺការពិតមែនទេគឺគុជឃ្មុំទេហើយដូចអង្គនេះអញ្ចឹងជាដើមអានេះបើនិយាយរួមទៅអង្គលោកអត់សូវស្អាតទេដោយសារលោករៀងលខុញញីញុះជាប់ពីកប៉ោកអញ្ចឹងណាបាទហើយលោកក៏រៀងធំផងហើយខ្ញុំសម្អាតលោកទៅរូបរាងបែបហ្នឹងខ្ញុំសម្អាតទៅតាមធម្មជាតិរបស់លោកបាទខ្ញុំសម្អាតទៅតាមធម្មជាតិរបស់លោករូបរាងលោកស្រួចដល់ម៉េចគឺខ្ញុំសម្អាតទៅតាមធម្មជាតិបែបហ្នឹងទៅបាទហើយខ្ញុំខាត់សម្អាតគឺសាច់លោកស្អាតមែនតែនមកសាច់លោកពិសេសហើយអង្គនេះគឺនៅជាមួយខ្ញុំយូរឆ្នាំហើយបាទយូរឆ្នាំហើយមិនតែមកលើកឡាទេគឺខ្ញុំថែសារលោកយូរឆ្នាំហើយសាច់លោកពិសេសណាស់ហើយធំស្អាតណាស់ធំជាងមេដៃឆ្ងាយបាទហើយរៀងវែងស្អាតមែនតែនពីរអង្គមានញីមានឈ្មោះអង្គនេះរៀងសប៉ែតនេះរៀងញីហៅថាញីអញ្ចឹងបាទហើយអង្គនេះវិញក៏ចាស់ដែរគឺស្អាតដែរនៅធម្មជាតិខ្លះហើយសម្អាតបានខ្លះបើចង់បញ្ជាក់ប្រាប់បងអញ្ចឹងសាច់រៀងល្អឡងហ្នឹងដោយសារខ្ញុំខាត់ទេដោយសារខ្ញុំខាត់សម្អាតទេបងបាទដោយសារខ្ញុំខាត់សម្អាតទេបាទហ្នឹងហើយអរគុណណាបងអរគុណច្រើន